ឲ្យសហការីស្អីគេឆ្លើយតបមកសិនតែកំពុងរវល់ចត់ធ្វើការអីក៏បែបចុះបាទឥឡូវយើងកំពុងជាប់ធ្វើការមែនទេធ្វើការក៏ដោយតែពេលខ្លះក៏មានការសំខាន់ត្រូវខលហៅអីតែមិនចូលសំទោសផងចឹងចាំយើងបិទសេវាកម្មនោះចោលហើយតែមកមានការអីដែរយើងកំពុងតែដុតត្រីហ្នឹងបោះហូបត្រីអូត្រីដុតអូខេយើងកំពុងតែបូមទឹកឲ្យយីពីហ្នឹងចាំតិចទៀតយើងទៅហើយនៅណាយើងកំពុងតែដុតត្រីនៅស្រះតាញ៉ុយហ្នឹងអូខេចាំតិចទៀតជួបគ្នាអូខេអូយបានហូបត្រីដុតទៀតដែរត្រីដុតអីមិនទាន់ចោះចាប់ផងបងអូដេកបាត់ហើយណែអារ៉ាត់អើយអូយមេឃក្តៅ40អង្សាសេហើយនៅដេកបានទៀតអូមកវិញហ្នឹងហើយយើងមកវិញហើយយកបាយមកហើយចុះអាកុយតណាបាត់ហើយមិនហ្នឹងវាជិះម៉ូតូរបស់យើងហ្នឹងថាជិះទៅយកខ្មុំហើយវាថាពេលតែឯងមកហ្នឹងឲ្យឯងនឹងយើងហ្នឹងបាគោយន្តយកជិះទៅដាក់នៅស្រែវាមុនទៅអូខេចាំកូនចាំទៅណែត្រៀមខ្លួនហើយនៅហើយបាយចាំទៅហើយកំលឿនពេកប៉ណ្ណឹងបានអូទឹកច្រើនដល់នេះទៅវិញទុកចឹងអត់កើតទេយ៉ាត់ភ្លើងឆេះព្រៃរៀបរយអូយមេឃក្តៅដល់នេះព្រះតាបងព្រះតាអើយគេឲ្យម៉ានខំម៉េះអូនឹកឃើញអត់បានលាបឡែការពីកម្ដៅថ្ងៃផងមានតែឃើញអញ្ចឹងកាលីហ្វាតែប៉ុណ្ណេះឡើងក្តៅហើយអាឡូបងដឹងហើយចង់សួរតាក់តើមួយហាងឆេងប្រពន្ធឥឡូវបានដែរបងអូហាងឆេងវាចាប់ពី$1000ដល់$10000ហើយមិនបានតម្លៃខុសគ្នាអញ្ចឹងបងវាមានអីពិសេសមែនអូតាមឋានៈគ្រួសារដល់បងដល់ហើយចង់តាក់តើមួយការធ្វើម្ហូបនឹងមិនដែរថ្លៃធម្មតាការទៅថ្លៃធ្វើម្ហូបការទៅឆ្ងាញ់មែនអត់ហាចេះជាតិពងទាដូចតែគ្នាដែរអូចុះតាក់តើមួយអតចរិតបងអូបើថារឿងអត់ត្រូវជេរព្រឹកជេរល្ងាចហ៎បងអូយ៉ាប់ដែរបងអើយតែក្រុមហ៊ុនមួយទៀតមើលអាឡូខាងក្រុមហ៊ុនជោគជ័យមែនបងបាទបងអើយខ្ញុំចង់ប្រាប់បងថាចេះអេឡានបាសម្សិលមិញបានតាក់ទងមកខ្ញុំសូមធ្វើការវិនិយោគផលិតទឹកក្តៅជូរយកទៅលក់នៅភូមិគាដឹងហើយបងនិយាយទៅខ្ញុំមកឆ្ងល់ដែរថាយកទៅលក់នៅភូមិគាមិនភូមិគាអត់មានមនុស្សនៅផងហើយបាទបងចេះបងសហការមួយខ្ញុំនៅព្រោះខ្ញុំអត់មានធីមអញ្ចឹងណាបងសហការមួយខ្ញុំយកទៅចរចាមួយអេឡានបាអញ្ចឹងទៅអូបងអូខេហ៎បាទចឹងសូមបញ្ជាក់បងតិចខ្ញុំយល់សពហ្នឹងណាបងលបល់យកសពទៅយកមកនិយាយដែរប៉ុន្តែបងពាក្យចាស់គេនិយាយថាឲ្យតែយើងមានក្តីស្រមៃក្តីសុបិននឹងខ្លាចជាការពិតបាទហើយសាប់នឹងតប៉ែមែនបងតែកោលេខទីអត់បានដែរហើយឆាកជីវិតនេះប្រៀបដូចជាឆាករាខោអញ្ចឹងឯងកើតមកប្រមកើតកូនអុកញ៉ាឯងអាដាមវិញមិនស្អីគេវិញអូមិនได้បញ្ជ្រុះកំពុងចាប់ត្រីអូតាមពិតបញ្ជ្រុះអើយបញ្ជ្រុះចាប់ត្រីបានច្រើនអត់បញ្ជ្រុះបាយអើយក្បោចបញ្ជ្រុះមិនរត់យ៉ាងអូផ្លេចតាខ្លួនឯងបាំងកៃសំតោផាបញ្ជ្រុះ放学下考试的不
យក្បោចដល់លោកច្បាស់ចាស់អញ្ចឹងទេលោកទាំងថ្ងៃអីបង តាមពិតល្បុតប៊ូស៊ីសោះអូឆែវិញហើយម៉ូតូនេះដូចម៉ូតូអារិតហើយសំឡេងដូចសំឡេងអាគុជហើយអាក្មួយឌូបៃអីធ្លាប់ដាំម្លឹកអត់បាទមេពូអើយខ្ញុំចាក់ទៅមួយកសិកម្មដាំដុះអីហ្នឹងអត់ដែរធ្វើទេពីមុនមកនិយាយទៅខ្ញុំធ្លាប់ទៅនៅឌូបៃហ្នឹងគឺធ្វើខាង restaurant clinic អញ្ចឹងណាបើអញ្ចឹងចាំខ្ញុំបរៀនណាវាជាជំនាញថ្មីក្នុងជីវិតផងដែរបាទមេពូយើងយកគ្រាប់អាឡឹកនេះចូលដីអញ្ចឹងមកតែកុំយកជ្រៅពេកយកខ្លាចវាដោះអត់រួចណាបាទតោះតាក់បើទៅមុខទៀតអូខេ